ជាទេសនាយល់ឃើញរបស់ខ្ញុំតាមការចូលចតរបស់នាវាទាំងនាវារបស់សាធារណរដ្ឋជាមនិតចិនទាំងនាវារបស់ប្រទេសអូស្ត្រាលីដែលចាប់ផ្ដើមចូលចតនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះគឺបានបង្ហាញនៅភាពប្រកបនិយមនៅនយោបាយការបរទេសរបស់កម្ពុជាដែលមានភាពច្បាស់លាស់ផ្អែកទៅលើច្បាប់ជាតិនិងគោលការណ៍ជាអន្តរជាតិច្បាប់ជាតិមានន័យថារដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជានៅក្នុងមាត្រា53បានកំណត់ច្បាស់អំពីនយោបាយការបរទេសផ្ការចម្រុះពណ៌មានន័យថាទទួលស្វាគមន៍កិច្ចសវត្ថការគ្រប់បណ្ដាប្រទេសជាមិត្តទាំងអស់มันអាចចូលបកសម្ព័ន្ធណាមួយបដិសេធណាមួយទេចឹងហើយនេះជាអ្វីដែលកម្ពុជាប្រកាន់យកច្បាស់លាស់នៅក្នុងនយោបាយអន្តរជាតិរបស់ខ្លួនគោលការណ៍ជាអន្តរជាតិគឺមានន័យថារាល់កិច្ចសវត្ថការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកគោរពគ្នាទៅវិញទៅមកនិងមិនរំខានទៅដល់ប្រទេសណាយើងកម្ពុជាតែងតែទទួលស្វាគមន៍រីករាយស្វាគមន៍និងធ្វើកិច្ចសវត្ថការដើម្បីជាប្រយោជន៍របស់កម្ពុជានិងប្រយោជន៍នៃការថែរក្សាសណ្ដាប់ធ្នាប់ពិភពលោកនេះជាភាពច្បាស់លាស់របស់កម្ពុជាហើយមិនតូទុនទៅតាមអ្នកណាថាអ្នកណាចង្អុលនោះទេកន្លែងនេះខ្ញុំសូមគូសបញ្ជាក់ថាកន្លងទៅមានគេចោទប្រកាន់ថាកំពង់ផែរៀមគឺផ្ដាល់សិទ្ធិផ្ដាច់មុខទៅប្រទេសចិនអីអញ្ចឹងទៅបាទនេះមានការអញ្ចឹងទោះជារដ្ឋាភិបាលបកស្រាយមានការពន្យល់ច្រើនក៏ប៉ុន្តែនៅតែមានការចោទប្រកាន់តែឥឡូវនេះបានបង្ហាញច្បាស់កម្ពុជាដូចខ្ញុំបានលើកខាងដើមมันបានតូទុននឹងការចោទប្រកាន់នឹងនោះទេគឺកម្ពុជាតែងតែប្រកាន់ច្បាស់លាស់របស់ខ្លួនគឺយើងទទួលទាំងអស់បាទខ្ញុំឃើញថារដ្ឋាភិបាលយើងទទួលទាំងអស់អញ្ចឹងប្រសិនបើបកគលសិទ្ធិដាច់មុខទៅអ្នកណាមួយធ្វើមិនហ៊ានទទួលនាវាផ្សេងពីចិនទៅបាទហើយនឹងធ្វើមិនហ៊ានទទួលភ្ញៀវផ្សេងទៀតទៅទស្សនកិច្ចទៅនៅតំបន់ផែរៀមហ្នឹងអញ្ចឹងនេះបានបញ្ជាក់ភាពច្បាស់លាស់នៅក្នុងបញ្ហាហ្នឹងអញ្ចឹងសូមមិត្តភ័ក្តិជាអន្តរជាតិរបស់កម្ពុជាក៏មានការព្រួយបារម្ភថាកម្ពុជាជាសៃវៀនភូមិសាស្ត្រនយោបាយណាមួយសម្រាប់ប្រទេសណាមួយផ្ដាច់មុខគឺមិនមែនទេកម្ពុជាត្រូវការដៃគូអន្តរជាតិទាំងអស់ដើម្បីអភិវឌ្ឍកសាងប្រទេសកម្ពុជាក្រោមដំបូលសន្តិភាពនេះឲ្យកាន់តែរឹងមាំឲ្យកាន់តែរីកចម្រើនបាទហើយក៏មិនមានការគម្រាមកំហែងទៅដល់ប្រទេសណាដែរឧទាហរណ៍ថាអាចនឹងមានអ្នកវិភាគឬអ្នកជលនិយមថៃលើកឡើងថាមានការគម្រាមកំហែងអីអញ្ចឹងក៏មិនមានដែរបាទពីព្រោះនេះជាប្រក្រតីភាពរបស់ប្រទេសមួយដែលមានអធិបតេយ្យពេញលេញក្នុងការធ្វើកិច្ចសវត្ថការជាមួយបណ្ដាប្រទេសជាមិត្តនិងក្នុងគ្រប់វិស័យទាំងអស់ជាពិសេសខណៈនេះយើងចង់និយាយអំពីវិស័យការពារជាតិបាទប្រទេសនីមួយៗមានអធិបតេយ្យរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួនដោយមិនរងចាំអ្នកណាចោលបង្ហាញឬថាយ៉ាងនេះថាយ៉ាងនោះបន្តិចប្រអាក់ក៏មិនអាចដែរបាទសូមអរគុណ